សរសេរបងប្អូនហ្នឹងហើយគឺយើងប្រមពូលឲ្យភ្ញៀវហើយខ្ញុំប្រាប់ពីក្នុងការផ្លាស់ប្ដូរពូលជាប់អញនិយាយថាជាប់ពីដានពពុះពូលនេះជាប្រភេទជាប់ពីដានមិនដែរដោយសារតែផ្ទះលំហែបែបនេះគឺអត់មានពីដាននៅពីខាងមុខទេវាមានធ្នឹមអញ្ចឹងចាប់ជាប់ជាមួយនឹងធ្នឹមតែតោះនឹងពូលនេះវាប្រើដូចជាចូល 3-4 ឆ្នាំដែរវាទៅទៅនឹងការធន់វាធន់មែនតើតែពេលបច្ចុប្បន្នវាមានបញ្ហាវាឡើងភ្លឺអញ្ចឹងបងប្អូនអញ្ចឹងក៏ម្ចាស់ resort គេហ្នឹងគឺគាត់ឲ្យយើងធ្វើការផ្លាស់ប្ដូរដោយសារតែពូលប្រើយូរឆ្នាំហើយវាក៏ខូចដែរអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរឲ្យគាត់អញ្ចឹងហើយទៅដល់នឹងប្រភេទពូលហ្នឹងបើយើងគិតពីអាយុកាលរបស់វាតាំងពី resort នឹងចាប់ផ្ដើមមកអ្វីដែលយើងទទួលព័ត៌មានពីខាងម្ចាស់ resort ជាងធ្វើការផ្លាស់ប្ដូរទាំងមូលខ្ចៅរបស់វាយើងអត់ប្រមាណខ្ញុំមានតែខ្ចៅមួយនៅកណ្ដាលហ្នឹងយើងមួយវាយើងដកវាចេញបានហើយយើងកាត់ខ្សែវាមកយើងអាចដោះវាចេញបានអញ្ចឹងហើយនៅពេលដែលយើងដោះហើយគឺយើងត្រូវឆែកមើលវាបន្ថែមដែរថាវាអាចប្រើការបានអត់ប៉ុន្តែជាក់ស្ដែងយើងបើឃើញជាក់ស្ដែងទៅគឺវាឡើងលួយអស់ដែរអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរថ្មីឲ្យគាត់អញ្ចឹងថ្មីនេះគឺដោយសារស្ទះដៃរបស់វាហ្នឹងវាប៉ុន្តែទំហំចាស់អញ្ចឹងយើងអត់ប្រមាថក្នុងការផ្លាស់ប្ដូរទេយើងគ្រាន់តែដោះអាចាស់ចេញយើងដាក់ថ្មីចូលគឺវាបានបងប្អូនអញ្ចឹងនៅពេលដែលយើងដំឡើងហើយចាប់ហើយគឺយើងប្រភេទពូលរំយោលដូចគ្នាគ្រាន់តែថាវាម៉ូដវាខុសគ្នាអញ្ចឹងតែអត់ប្រមាថទេបងប្អូនយើងគ្រាន់តែកណិតខ្សែចូលក៏វាឡើងវិញទៅគឺយើងអាចប្រើប្រាស់បានហើយបញ្ជាក់បងប្អូនតិចដោយសារតែការធ្វើការងារជាមួយនឹងប្រព័ន្ធភ្លើងគឺសំខាន់បំផុតគឺសុវត្ថិភាពបងប្អូនអញ្ចឹងទោះបីជាយើង start ជំនាញទោះបីជាយើងប្រុងប្រយ័ត្នបែបណាក៏ដោយគឺយើងកុំមើលងាយនៅការងារខ្លះជាមួយនឹងភ្លើងវាអាចបណ្ដាលឲ្យយើងឆក់បានអញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើយើងបិទ decenter ប្រព័ន្ធភ្លើងមកវាអស់សិនយើងធ្វើការផ្លាស់ប្ដូរមកវាសុវត្ថិភាពជាងទោះបីជាយើងផ្លាត់កាន់ខ្សែឬក៏ប៉ះខ្សែអីបែបម៉េចក៏ដោយក៏យើងអត់មានជាបញ្ហាអីដែរអញ្ចឹងទៅនឹងការផ្លាស់ប្ដូរវាគឺវាអត់ពិបាកទេបងប្អូនយើងគ្រាន់តែចាប់ជើងមកវាចូលហើយយើងយកប្រភេទពូលហ្នឹងមូលចូលជាមួយនឹងស៊ុំរបស់វាហើយប្រភេទស៊ុំរបស់វាហ្នឹងគឺវាមានជាប្រភេទជ័រហើយនឹងកែវថ្លានៅខាងក្នុងអញ្ចឹងនឹងយើងត្រូវការប្រុងប្រយ័ត្នទៅពេលដែលយើងឡើងចដើឡើងអីអញ្ចឹងយើងត្រូវការភ្ជាប់វាម្ដងមួយទៅហើយយើងអាចធ្វើការបើកភ្លើងតេស្តមើលដែរអញ្ចឹងពេលដែលយើងធ្វើហើយអញ្ចឹងចំណុចនៅពេលដែលយើងធ្វើហើយគឺសំខាន់បំផុតគឺយើងតេស្តមើលថាវាដើរស្រួលឬអត់ឬក៏វាមានបញ្ហាឡុងពូលឬក៏ខ្សែអីយើងភ្ជាប់ទៅវាបានដិតល្អអត់ចឹងអញ្ចឹងបន្ទាប់ពីយើងធ្វើការភ្ជាប់អស់ហើយគឺយើងធ្វើការបើកពូលមើលអញ្ចឹងពេលដែលយើងបើកទៅយើងឃើញវាភ្លឺគ្រប់ល្អហើយវាដំណើរការបានល្អអញ្ចឹងក៏វារួចរាល់ទៅតាមនឹងដែរចឹងបងប្អូនហើយបងប្អូននៅពេលដែលទស្សនាវីដេអូសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងផ្នែកប្រព័ន្ធភ្លើងឬក៏ប្រព័ន្ធជួសជុលអីផ្សេងទៀតបងប្អូនអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះរហូតពីដើមរហូតដល់ចប់បងប្អូនហើយយើងជួយគ្នាម្នាក់តិចដើម្បីអភិវឌ្ឍបច្ចេកទេសនៅក្នុងសហគមន៍របស់យើងទាំងអស់គ្នាអរគុណច្រើន